ហៅមិត្តភក្តិមកផឹកស៊ីនៅផ្ទះស្រាប់តែមិត្តភក្តិលួចចាប់ចិត្តលើប្រពន្ធហើយក៏ត្រូវបានបំពានលើរាងកាយរបស់ប្រពន្ធទៀតផងបាទចង់ដឹងសាច់រឿងនេះទៅជាយ៉ាងណាបន្តិចទៀតនេះសូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយចុច Subscribe Channel YouTube របស់ខ្ញុំបាទម្នាក់មួយផងបាទរឿងនេះគឺបានពីការចែករំលែកអំពីបាទនារីដែលជាជនរងគ្រោះហ្នឹងណាគាត់បានមានបញ្ហានឹងគាត់ថាគាត់ហ្នឹងគឺពិតជាពិបាកចិត្តខ្លាំងមែនតើដែលមិត្តភក្តិហើយគាត់មិនទាន់ហ៊ានប្រាប់ប្តីរបស់គាត់ទេពេលដែលគាត់មិត្តភក្តិរបស់ប្តីគាត់ហ្នឹងណាបំពេញលើរូបរាងកាយរបស់គាត់ហ្នឹងហើយគាត់ក៏បានបរិយាយប្រាប់ខ្ញុំបាទផ្ទាល់ហើយគាត់ឈ្មោះអីខ្ញុំបាទសូមអត់បញ្ចេញឈ្មោះរបស់គាត់ទេបាទគាត់គ្រាន់តែប្រាប់ខ្ញុំឲ្យយកមកដំណើរចែកជូនបងប្អូនទាំងអស់គ្នាស្ដាប់អញ្ចឹងណាបាទមុននឹងចូលទៅដល់សាច់រឿងហ្នឹងគឺយ៉ានៅក្នុងផ្ទះរបស់គាត់ហ្នឹងគឺមានកម្មវិធីខួបកំណើតរបស់ប្តីគាត់ហើយប្តីរបស់គាត់ហ្នឹងក៏បានហៅមិត្តភក្តិរបស់គាត់ជាច្រើនមកផឹកស៊ីជួបជុំគ្នានៅផ្ទះអញ្ចឹងណាគឺច្រើនជួបលៀងគឺមនុស្សច្រើនមែនតើមកផឹកស៊ីហ្នឹងហើយមកដល់ពេលឥឡូវហ្នឹងគាត់ក៏មានការផាត់ភ័យខ្លាចខ្លាំងមែនតើហើយគាត់ក៏ស្នើសុំពីយោបល់ពីខ្ញុំអញ្ចឹងណាបងប្អូនហើយបើសិនជាបងប្អូនអីតើគូផ្ដល់ជាយោបល់ទៅដល់គាត់យ៉ាងម៉េចដែរហ្នឹងហើយតាមបងប្អូនស្ដាប់ជាក់ស្ដែងអញ្ចឹងណាបាទក្រោយពីកម្មវិធីខួបកំណើតរបស់ប្តីហើយគឺមានការផឹកស៊ីជុំគ្នាអ៊ូអរខ្លះក៏ស្រវឹងខ្លះទៀតចឹងទៅក៏ច្រៀងរាំដូចយើងដឹងហើយថាខ្មែរយើងគឺអត់មានកម្មវិធីអីគឺដឹងតែកម្មវិធីគេច្រៀងរាំផឹកស្រាផឹកអីចឹងណាបងប្អូនហើយម្នាក់គឺស្រវឹងខ្លាំងមែនតើអត់តែប្រពន្ធទេប្រពន្ធរបស់គាត់ហ្នឹងដែលនៅក្នុងផ្ទះគាត់លើកម្ហូបលើកអីមកឲ្យភ្ញៀវនៅខាងក្រៅអញ្ចឹងណាហើយក៏ស្រាប់តែមិត្តភក្តិហ្នឹងមើលឃើញពីសម្រស់របស់នាងហើយក៏ចាប់ចិត្តអញ្ចឹងណាពេលដែលស្រវឹងជួបជាំអីទៅគេកំពុងតែផឹកស៊ីនៅខាងមុខផ្ទះអីទៅគាត់នារីដែលជនរងគ្រោះហ្នឹងគាត់បានមកប្រាប់ថាមិត្តភក្តិដែលចង់បានឲ្យលួងនាងហ្នឹងគឺដាក់ដើរមកទៅខាងក្រោយហើយក៏បានលបលួចមើលនាងអញ្ចឹងណាហើយដល់ពេលទៅខាងផ្ទះគឺវាមិនមានពីខាងមុខមានអីបាំងហ៎ហើយក៏ស្រាប់តែមិត្តភក្តិហ្នឹងក៏គាត់ចូលមកបំពេញលើរូបរាងកាយរបស់នាងហើយនិយាយទៅខ្ទប់មាត់ខ្ទប់អីនាងបង្ខំលក្ខណៈថាបង្ខំអត់ឲ្យនាងឬបំរាស់អីរួចអញ្ចឹងណាហើយក៏បានធ្វើសកម្មភាពទៅលើរូបរាងកាយរបស់នាងនឹងតែម្ដងហើយបន្ទាប់មកក្រោយពីបានបំពេញរួចហើយគឺធម្មតាហើយនារីដែលជាជនរងគ្រោះគាត់បានថាទៀតថាគាត់ក៏បានអង្គុយយំនៅនិយាយទៅនិយាយអីមិនចេញហ្មងនិយាយមិនចេញបានត្រឹមតែអង្គុយយំហើយបុរសដែលជាជនណៃដល់គាត់ក៏បានមកផឹកស៊ីនៅខាងមុខវិញធ្វើដូចជារឿងធម្មតាហើយក៏បាននិយាយប្រាប់នាងថាកុំអោយប្រាប់ណាអញ្ចឹងណាហើយនាងក៏លក្ខណៈថាគាត់ក៏ឆោតដែរអត់ហ៊ាននិយាយប្រាប់គេអត់មានហ៊ានប្រាប់ណាគេទាំងអស់រួមទាំងប្តីរបស់នាងព្រោះខ្លាចប្តីនាងហ្នឹងខឹងនាងខ្លាំងអញ្ចឹងណាខឹងនឹងទង្វើរបស់នាងដែលបានធ្វើប្រព្រឹត្តជាមួយមិត្តភក្តិរបស់ប្តីនាងអញ្ចឹងបានហើយនិយាយទៅនេះគឺជារឿងមួយដែល
យើងគួរប្រុងប្រយ័ត្នដែរចំពោះបងប្អូនណាដែលសារហៅមិត្តភក្តិមិត្តអីមកលេងផ្ទះអីចឹងណា គួរតែប្រុងប្រយ័ត្នមែនតើបានហើយនាងគឺខ្លាចប្រឈមមុខនឹងបញ្ហានេះមែនតើហើយមិនហ៊ានប្រាប់អ្នកណាគេទេសូម្បីតាអ្នកជិតស្និទ្ធឬក៏បងប្អូនឪពុកម្ដាយហើយគាត់មិនហ៊ានប្រាប់ដែរទើបតែនាងបាននាងបកស្រាយប្រាប់ហ្នឹងក៏មិនតាមជាមុខតលអីដែរគាត់ថាគាត់សរសេរជាសារជានិយាយជាសំឡេងអីមកអញ្ចឹងណាអត់មានរូបភាពរូបរាងអីដែរអញ្ចឹងណាបងប្អូនហ្នឹងហើយបានហើយកន្លងបានជារយៈពេលជាច្រើនខែ1ខែទៅ2ខែមកនាងក៏ស្រាប់តែនាងមានផ្ទៃពោះហើយប្តីហ្នឹងក៏ចាប់ផ្ដើមសង្ស័យអញ្ចឹងណាថាមិនបានជាប្រពន្ធគាត់មានផ្ទៃពោះហើយមិនបានជានេះបើគាត់មិនដែលយ៉ាងគេថាបញ្ហាគ្រួសារហ្នឹងមិនដែលអឺលក្ខណៈថាធ្វើឲ្យមានផ្ទៃពោះអីចឹងណាបងប្អូនហ្នឹងហើយជាស្រ័យបើសិនជាការនិយាយទៅអត់សមរម្យចឹងបងប្អូនទាំងអស់គ្នាហ្នឹងហើយប្តីគាត់ក៏មានការសង្ស័យហើយសូម្បីតែប្រពន្ធហ្នឹងក៏និយាយទៅទឹកមុខប្រពន្ធនៅតែរៀងផិតភ័យអត់ហ៊ានប្រាប់ប្តីមិនដឹងអីទេទៅពេលទៅថ្ងៃមួយទៅប្តីចាប់សួរឲ្យនិយាយពីការពិតអីចឹងណាមិនបានប្តីហ្នឹងក៏សួរថាមិនបានជាណែងមុខរៀងខ្ចីខ្លាំងមិនណែកាត់អីមែនបន្ទាប់មកប្តីហ្នឹងក៏នៅតែសួរនៅតែចិត្តនៅតែសួរអញ្ចឹងណាដល់ឲ្យប្រពន្ធក៏បានប្រាប់ទៅប្តីថានាងមានផ្ទៃពោះអីចឹងណាបងប្អូនហើយប្តីឆ្ងល់ថាមិនបានមានផ្ទៃពោះបើបងមិនដែលចុចអីចឹងណាបងប្អូនទាំងអស់គ្នាហើយប្រពន្ធហ្នឹងក៏កាត់ភ័យណារំលងបានមួយថ្ងៃហើយមួយយប់មកស្អែកឡើងក៏ប្រពន្ធហ្នឹងសម្រេចចិត្តថាប្រាប់ប្តីរបស់នាងអញ្ចឹងណាហ្នឹងហើយប្រាប់ប្តីរបស់នាងហើយគេប្រាប់ថានាងមានផ្ទៃពោះបាទមានផ្ទៃពោះ2ខែហើយប្តីនឹងមានអារម្មណ៍ថាញាក់ផ្អើលខ្លាំងមែនទែនដែលគាត់ដែលឃើញប្រពន្ធគាត់មានផ្ទៃពោះហ្នឹងហើយដល់ប្តីហ្នឹងចាប់ដើមខឹងណាស់ឆ្ងល់គាត់ឆ្ងល់ថាអូនឯងមានផ្ទៃពោះមុនណាគេហើយប្រពន្ធថាឃើញយើងប្តីប្រពន្ធឃើញយើងនៅមួយគ្នាហើយមិនបានបងឯងសួរអញ្ចឹងហើយប្តីហ្នឹងក៏ឆ្ងល់លែងនិយាយគាត់លែងនិយាយសំឡងបានស្អែកឡើងទៀតគាត់ចាប់ផ្ដើមចាប់សួរអញ្ចឹងណាគាត់ក៏សួរដោយប្រើកំហឹងអញ្ចឹងចាំគេថានិយាយសួររៀងលក្ខណៈខឹងខ្លាំងណាដល់ហើយនារីដែលជាប្រពន្ធហ្នឹងគាត់បានប្រាប់រឿងហ្នឹងត្រង់ទៅប្តីរបស់គាត់ហ្មងថាគាត់មានផ្ទៃពោះជាមួយមិត្តភ័ក្តិបងឯងដែលកាលពី2ខែមុនហ្នឹងបងឯងមិនមានកម្មវិធីគូកំណើតនៅផ្ទះហើយបងឯងនិងមិត្តភ័ក្តិជាច្រើនទៀតរបស់បងឯងហ្នឹងមិនកំពុងផឹកស៊ីនៅខាងមុខផ្ទះឡើងច្រវឹងជោគជាំហើយមិត្តភ័ក្តិបងឯងម្នាក់ទៀតហ្នឹងគាត់ក៏បានមកចូលលួងហើយក៏ចាប់ផ្ដើមបង្ខំខ្ញុំហ្នឹងឲ្យនៅជាមួយគាត់ចឹងហើយបុរសដែលជាប្តីហ្នឹងក៏បានដឹងសាច់រឿងហ្នឹងក៏គាត់ក៏ស្អែកព្រលឹមឡើងព្រឹកឡើងក៏បានទៅប្តឹងប៉ូលីសបាទទៅប្តឹងប៉ូលីសហៅប្រពន្ធរបស់គាត់ហ្នឹងទៅទាំងពីរនាក់ប្តឹងប៉ូលីសឲ្យចាប់មិត្តភ័ក្តិរបស់គាត់ហ្នឹងបាទហើយប៉ូលីសក៏បានទៅចាប់សាកសួរនៅព័ត៌មានដែលគាត់បានសួរពីប្រពន្ធរបស់គាត់ហ្នឹងគឺប៉ូលីសបានសួរទៅខាងបរិសុទ្ធដែលជាមិត្តភ័ក្តិហ្នឹងក៏បានឆ្លើយយ៉ាងចំថាគាត់ពិតជាបានប្រព្រឹត្តនៅ
អឺប្រព្រឹត្តបង្ខិតបង្ខំលើរូបរាងកាយប្រពន្ធរបស់គាត់ហ្នឹងពិតមែនហើយប៉ូលីសក៏បានចាត់វិធានការទៅតាមផ្លូវច្បាប់អីចឹងទៅហើយបុរសដែលជាប្តីរួមជាមួយនឹងប្រពន្ធហ្នឹងក៏និយាយទៅបុរសដែលជាប្តីហ្នឹងគាត់អត់ចង់រស់នៅជាមួយប្រពន្ធនឹងទៀតចឹងណាគាត់ក៏បានសុំប្រពន្ធហ្នឹងដាច់គ្នាលែងលះអីចឹងទៅហ្នឹងហើយប្រពន្ធហ្នឹងក៏មានផ្ទៃពោះ2ខែដាច់គ្នាហើយអត់មានអ្នកមើលថែមើលអីចឹងណាគាត់ទៅនៅរស់នៅខាងម្ដាយបង្កើតរបស់គាត់វិញហើយបរិះដែលជាមិត្តភក្តិដែលបំពេញលើរូបរាងកាយនេះមានផ្ទៃពោះ2ខែហ្នឹងក៏បានជាប់ពន្ធនាគារអញ្ចឹងទៅហើយបរិះដែលជាប្តីក៏បានបែកបាក់ប្រពន្ធហ្នឹងទៅក៏ទៅរស់នៅខាងម្ដាយបង្កើតរបស់គាត់វិញទៅបាទសាច់រឿងហ្នឹងគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាតើបងប្អូនយល់យ៉ាងណាដែរចំពោះពីសាច់រឿងហ្នឹងសូមជួយខមមិនម្នាក់មួយមកហើយក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នដែរពេលដែលមានកម្មវិធីហៅមិត្តភក្តិប្រុសអីមកលេងនៅក្នុងផ្ទះអីចឹងណាហ្នឹងហើយបាទជាចុងក្រោយសូមអរគុណដល់បងប្អូនទាំងអស់គ្នានៅការតាមដានស្ដាប់នៅព័ត៌មានរបស់ខ្ញុំបាទសាច់រឿងក៏ដូចជាព័ត៌មាននេះផងដែរបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នា